នេះគឺជារូបភាពដែលខ្ញុំ edit តាមកម្មវិធី Aram របស់ Retouch for Me នេះជា cloud processing លើ download រូប model មួយសិននេះតំណង download free raw get Aram download Macអូខេអញ្ចឹងបន្ទាប់ពីយើង import រូបភាពចូលមកហើយគឺយើងអាច filter នៅនេះបានដូចថាយើង select រូបអីចឹងណាពីណាមកដាក់ rate អីចឹងទៅអ្នកថតរូប100 200រូបអីនឹងរើសតាមហ្នឹងទៅវាមាន option ច្រើនជាការសំដៅនេះយើងមាន detail ហើយនឹង export detail នេះគឺ metadata file ឈ្មោះយើង create ណាអញ្ចឹងណានេះ info របស់យើងទេកាលនេះហើយនេះគឺ export អញ្ចឹងសម្រាប់នេះ available សម្រាប់ standalone app សម្រាប់អ្នកចង់ប្រើដាច់ហ្នឹងហើយតែខ្ញុំមិនប្រើដាច់ទេដោយសារខ្ញុំចង់សាក plugin នីមួយៗអញ្ចឹងខ្ញុំអាចចូលពាក្យថា use cloud processing បានជាពាក្យ yes នៅនឹងមកឥឡូវខ្ញុំចង់ clean មុខនេះខ្ញុំចុចពាក្យ heal អូខេ click heal មក detecting 100% អញ្ចឹងទៅ only skin ឬក៏ស្អីអញ្ចឹងទៅ whatever matte effect នេះ dodge and burn skin tone គាត់ថាចង់សាក skin tone មួយដែរ dodge and burn yep maybe portrait volume no need អត់មានថ្មិញទេបាច់ដាក់ទេ eye vassal eye brilliant ល្អជាង clean backdrop អូខេខ្ញុំចង់វា night ជាងហ្នឹង clean backdrop មួយទៀត fabric no need dust នៅលើនោះមាន dust អត់កញ្ចក់ lens មាន dust អត់យើងអាច click បានតែអត់មានទេអត់អីទេឥឡូវខ្ញុំចុច pre render preview pre render មួយសិននេះបន្ទាប់ពីយើងនេះហើយឃើញអត់ចុចហើយយកហ្មងអញ្ចឹងឥឡូវនេះគេហៅថា cloud processing មានន័យថាយើងប្រើ point យើងប្រើ cloud អញ្ចឹងណាបើសិនអ្នកនរនេះទិញឥឡូវអាចមានតម្លៃល្អហ្នឹងហើយដោយសារតែយើងមាន spin sale ហើយខ្ញុំបាន 25% off discount ទៀតណានេះ before នេះ after before after ឃើញមុខគាត់ដូរច្រើនហ្នឹងហើយជាង clean បានច្រើនមែនតើទាំងផ្នែកទាំងកៅផ្នែក dodge and burn គឺ automatic តែម្ដងគឺ cloud processing គេគឺប្រើ AI សម្រាប់ retouch ចឹងណាហើយចំពោះរូបនេះវិញបិទសិននេះរូបនេះវិញអូខេ skin រៀង off បន្តិចដោយសារតែវាក្រហមជាមួយនឹង tone អញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំសាកប្រើ heal ដូចគ្នា dodge and burn អូខេ skin tone portrait volume ប្រើ portrait volume មួយទៀតខ្ញុំប្រើ white មួយទៀតដោយសារមានថ្មិញអញ្ចឹងណា eye vessel ឥឡូវនេះក្រោមថ្នាក់ផ្នែកនេះហ្នឹងហើយ fabric វាជាមិនបាច់ទេ clean backdrop ក៏ដូចជាមិនបាច់ដែរដោយសារតែ background យើងមាន object អញ្ចឹងយើងអាចខ្លាចវាលុបទៅដោយ background របស់យើងឥឡូវខ្ញុំសាក pre render preview មួយសិន pre render អញ្ចឹងពេលយើង click pre render គឺ automatic គេកាត់ point របស់យើងហើយណាដើម្បីហ្នឹងហើយអញ្ចឹងបើសិនជាយើងថាគិតថាអូខេហើយយើងចុចទៅអូខេបើសិនយើងមើលមុខវិញ before after អូខេបើសិនយើងមិនពេញចិត្តទេយើងចង់ដាក់ fragment មកវិញយើងអាច masking នៅក្នុង Photoshop ថែមអញ្ចឹងណាសម្រាប់អ្នកថត fashion អញ្ចឹងឧទាហរណ៍នេះយើង clean មុខបានច្រើនណាស់ទាំងថ្មិញទាំងអី pop បានល្អមែនតើភ្នែកអីហ្នឹងអូខេ cool ចឹងមិញ pre render គឺយើងប្រើអស់មួយពេលយើង export ប្រើអស់មួយទៀតចឹងប្រើអស់ពីរយ៉ាប់បើសិនជាយើងច្បាស់ថាយើងចង់បានហ្នឹងហើយយើងមិនបាច់ pre render ទេគឺយើង export យកមកទៅចំណេញជាងចឹងណាចឹងបើសិនអ្នកនរនេះទិញ point ឥឡូវហ្នឹងគឺយើងចំណេញមែនតើដោយសារយើងបាន100 free credit បន្ថែមពីលើហ្នឹងទៀតចឹងបើទិញ cloud នេះ35រៀលវាបាន600 credit a lot ដែរតាមានអី pro plan ហ្នឹងហើយចិត្ត pot ណា 25% ណាចុងខែហ្នឹង pot ហើយ